សួស្តីបងប្អូនអ្នកគ្នាធ្លាប់សួរខ្លួនឯងទេថាជំនាញណាខ្លះដែលសំខាន់ដែលយើងត្រូវរៀនបើទោះបីជាបច្ចេកវិទ្យាមានភាពជឿនលឿនបាទ AI ក៏ចាប់ផ្ដើម growing អញ្ចឹងថ្ងៃនេះផងដែរខ្ញុំមកចែកម្លែកបាទជំនាញទាំង7ដែលយើងគួរតែរៀនបាទនៅក្នុងស្ថានភាពដែលបច្ចេកវិទ្យាកាន់តែជឿនលឿនបាទ AI ផងកាន់តែ growing អញ្ចឹងជំនាញទាំងអស់ហ្នឹងដែលខ្ញុំបានស្រាវជ្រាវហើយខ្ញុំនៅផ្នែក L&D ទៅឃើញថានៅតែត្រូវប្រើប្រាស់អញ្ចឹងបើទោះបីជាមានភាពផ្លាស់ប្ដូរបាទយ៉ាងលឿនក៏ដោយបាទអញ្ចឹងជំនាញទាំងអស់ហ្នឹងសូមមកតាមដានទាំងអស់គ្នាគឺជំនាញទី1បាទតកតងទៅនឹង communication skill បាទ communication skill គឺត្រូវការគ្រប់បាទទីកន្លែងបាទមិនថាយើងធ្វើការផ្នែកណាទេគឺទំនាក់ទំនងគឺមានសារៈសំខាន់មែនតើអញ្ចឹងពេលដែលយើងបកកែ communication គឺយើងបញ្យល់ explain ទៅលើ idea របស់យើង clearly ហើយយើង build relationship ជាមួយនឹងអ្នកដទៃបានល្អហើយយើងធ្វើការបាទកាន់តែមានប្រសិទ្ធភាពផងដែរអញ្ចឹងអនុវត្តនៃការ practice active listening before responding ជំនាញទី2គឺជំនាញក្នុងការ continuous learning បាទជំនាញក្នុងការរៀនអីដែលថ្មីការបន្តរៀនរហូតហ្នឹងគឺជាជំនាញមួយដែរបងប្អូនកាលណាយើងបន្តរៀនរហូតគឺ skill របស់យើងហ្នឹងវាអត់ out of date ទេគឺនៅតែមានអីដែលថ្មីគឺយើងតាមទាន់បច្ចេកវិទ្យាជានិច្ចអញ្ចឹងវាគឺជាជំនាញមួយផងដែរអញ្ចឹងទាំងអស់គ្នាអាច apply ទៅទៅនឹងការ reading បាទ read ក្នុងការមួយថ្ងៃយើងអាចអានបាទ10ទំព័រក្នុងមួយថ្ងៃទៅហើយយើងរៀន course ដែលថ្មីបាទដើម្បីអភិវឌ្ឍជំនាញរបស់យើងហើយទី3តទៅ critical thinking skill បាទជំនាញក្នុងការគិតបែបស៊ីជម្រៅបាទកាលណាយើងចេះគិតបែបស៊ីជម្រៅគឺយើងនឹងមិនជឿអ្វីភ្លាមទេគឺយើងតែងតែសួរខ្លួនឯងថាតើមានផុសតាងអីមកបញ្ជាក់មុននឹងយើងឈានទៅដល់ការសម្រេចចិត្តបាទហើយជាពិសេសនោះគឺយើងសម្រេចចិត្តអីដែលសំខាន់ក្នុងជីវិតរបស់យើងជំនាញទី4តកតងនឹងការ adaptability ជំនាញសម្របទៅនឹងស្ថានភាពឬក៏អីដែលប្រែប្រួលកាលណាយើងចេះសម្របខ្លួនគឺយើងអត់ភ័យខ្លាចក្នុងស្ថានភាពដែលផ្លាស់ប្ដូរទេអញ្ចឹងមនុស្សដែលអាច adapt ជាមួយនឹង environment ដែលផ្លាស់ប្ដូរបានគឺយើងអាចបន្តរស់រានបន្តអភិវឌ្ឍខ្លួនហើយយើងនឹងទទួលបានជោគជ័យនៅថ្ងៃខាងមុខផងដែរជំនាញទី5តកតងនឹង time management កាលណាយើងនិយាយពី time management គឺសំខាន់ណាស់ព្រោះម្នាក់គឺមានពេលវេលា24ម៉ោងដូចគ្នាប៉ុន្តែសួរថាយើងប្រើប្រាស់ពេលវេលា24ម៉ោងរបស់យើងហ្នឹងមានប្រសិទ្ធភាពប៉ុណ្ណាអញ្ចឹងវាគឺជាជំនាញមួយផងដែរបាទរបស់មនុស្សម្នាក់ព្រោះយើងមានពេលវេលាផ្សេងគ្នាអញ្ចឹងយើងទៅធ្វើអីដែលវាសំខាន់យើងចេះ priority អីដែលវាធ្វើឲ្យខ្លួនឯងរីកចម្រើនបាទនេះគឺជាជំនាញមួយផងដែរអញ្ចឹងជារៀងរាល់ព្រឹកគឺយើងអាច identify ទៅលើ top 3 top priority របស់យើងbefore checking email បាទអីដែលយើងត្រូវធ្វើបាទជំនាញទី6តកតងនឹង emotional intelligence បាទជំនាញនេះក៏សំខាន់ដែរតកតងនឹងការ understand emotional intelligence គឺយើង understand our feeling and understanding the feeling of other as well អញ្ចឹងយើងអាច pause before reacting the situation that we are upset and something មួយទៀតតកតងនឹងជំនាញចុងក្រោយគឺជំនាញ problem solving បាទកន្លែងធ្វើការមិនថាកន្លែងធ្វើការមិនថាក្នុងស្ថានភាពបែបណាទេគឺមនុស្សតែងតែឲ្យតម្លៃទៅលើបុគ្គលឬក៏ people ដែលគាត់មានជំនាញក្នុងការដោះស្រាយបញ្ហាពួកអីពិភពលោកគឺមានបញ្ហាអញ្ចឹងគឺយើងគឺយើងឃើញនៅបញ្ហាគឺយើងអាច suggest ទៅលើ possible solution បានគឺហ្នឹងហើយគឺជាជំនាញរបស់យើងអាចយកទៅ apply បានបាទអ
អញ្ចឹងបងប្អូនអ្នកគ្នាអាចសិក្សារៀនសូត្របន្ថែមទៀតបានហើយជំនាញទាំងអស់ហ្នឹងខ្ញុំសូម recap ឡើងវិញទី1តើតើ communication skill ទី2តើតើនឹងcontinuous learning critical thinking adaptability time management emotional intelligence ហើយជំនាញទី7តើតើ problem solving skill បាទបងប្អូនអ្នកគ្នាគិតថាជំនាញទាំងអស់ហ្នឹងមួយណាដែលសំខាន់បំផុតសម្រាប់ career របស់បងប្អូនហើយអាច answer comment below បានបាទ if you enjoy this video please have like subscribe and share this video thank you for watching and see you in the next video បាទអរគុណច្រើន